កុំខ្វល់ពីខ្ញុំអីសាសាកុំអីអូអារម្មណ៍លេះតាមពិតអ្នកនៅទីនេះសោះខ្ញុំរកអស់ជាយូរហើយសំណាងហើយដែលខ្ញុំរកអ្នកឃើញអ្នកតើអ្នកជាអ្នកណាលោកគ្រូហ៊ូបាននិយាយថាបើប្រើក្រដាសនឹកនេះហើយត្រូវទទួលខុសត្រូវដល់ទីបញ្ចប់ខ្ញុំនឹងដើរតាមអ្នកខ្ញុំតាមរកមកទីនេះតាមធម្មពលវិញ្ញាណដែលគេជាអ្នកណាគេមិនដឹងទេតើគេចូលមកតាំងពីពេលណាជួយកាន់ឲ្យខ្ញុំផងគោលការណ៍នៃក្បាច់ម្រាមដៃស្នេហានេះគឺប្រាថ្នាជាការនាំផ្លូវចាប់ផ្ដើមរំញោចគេពីផ្នែកក្បាលមកបើអាចទម្លាយចេញមកបានដោយមិនមានរបួសបន្តិចសោះបើមិនមែនមកពីការបំបែកកម្រិតវិជ្ជាគុណដល់ចំណុចកំពូលក៏មកពីគេកើតមកមានរាងកាយអន់ថយដែរម្នាក់នេះគ្មានអ្វីសោះតាមពិតគឺជាមនុស្សឥតប្រយោជន៍សោះមិនចម្លែកទេដែលវាជាប្រភេទមេកូនក្រោយជុំតូចទាំង3ចប់ថាមពលវិញ្ញាណនឹងហូរបកមកវិញតាមរយៈអណ្ដូងធ្វើបែបនេះខួរក្បាលរបស់អ្នកនឹងអាចគ្រប់គ្រងខ្លួនឯងបានឡើងវិញសំណាងល្អណាស់នោះគ្រាន់តែជាទេពអប្សរឆ្កែប៉ុណ្ណោះឧត្តមសេនីយ៍ត្រីហ៊ុញហ្វឺមានកម្លាំងខ្លាំងលំដាប់ទី6គ្រាន់តែសម្លឹងមួយភ្នែកក៏ខ្លាចចោលអាបាត់គេជានរណាឲ្យប្រកាសទៅតើម្នាក់នេះជានរណាតើមានរឿងអ្វីកើតឡើងមែនគេមានសង្ឃឹមរស់ហើយអ្វីក៏មិនដឹងខ្លួនថានឹងត្រូវស្លាប់ឬមួយក៏ខ្ញុំមើលច្រឡំមែនទេពិតជាកំសាកមែនបែរជាខ្លាចក្រសែភ្នែករបស់អាសម្រាមម្នាក់នេះលក់មុខណាស់ស្រមោចដែលហ៊ានសម្លឹងមើលលទ្ធិនុភាពសុខថ្ងៃនេះនឹងឲ្យឯងស្គាល់ពីមហិទ្ធិឫទ្ធិរបស់ព្រះចៅអធិរាជសាកសពរាប់ម៉ឺនងើបចេញពីដីវ៉ាបាត់ដៃបំផ្លាញវិញ្ញាណស្រាប់យល់ថាវាជាក្បាច់បាត់ដៃដ៏ខ្លាំងដែលយួនហ្វូសៀវយិនយល់ដឹងពេលខូចចិត្តលើកដំបូងពេលក្បាច់នេះបញ្ចេញមកអ្វីគ្រប់យ៉ាងប្រែជាពួកយើងនឹងស្លាប់មិនខានជឿខ្លាំងណាស់អូយអូយសម្រស់របស់ខ្ញុំអូយសម្រស់របស់ខ្ញុំលោកគ្រូម្ចាស់តើម្នាក់នេះស្គាល់លោកគ្រូច្បាស់ណាស់មែនទេមិនសូវស្និទ្ធស្នាលប៉ុន្មានទេកញ្ចក់កុំទៅអីជីធានអ៊ីតើគាត់គឺជាអ្នកណាឲ្យប្រកាសមែនហើយតើយើងជាស្ត្រូវនឹងគ្នាគាត់គឺជាស្វាមីរបស់ខ្ញុំព្រះករុណាការចេញក្រៅលើកនេះគាត់គឺជាអ្នកដែលល្ងងបំផុតគឺមកពីមិនទាន់ពេលសម្រាប់ការណាត់ជួបគូខ្ញុំមិនអាចនិយាយបានទេតើព្រះករុណាមានស្វាមីតាំងពីពេលណាគឺស្វាមីនឹងឯងតើស្វាមីគឺជាមិត្តភក្តិដែលជិតស្និទ្ធខ្លាំងឬប្រហែលជាអញ្ចឹងហើយប៉ុន្តែពេលខ្ញុំជួបអ្នកដំបូងខ្ញុំមានអារម្មណ៍ថាអ្នកមិនដូចមនុស្សល្អទេតែលោកគ្រូតែងតែថាមានមិត្តម្នាក់ប្រសើរជាងមានសត្រូវម្នាក់ត្រូវហើយខ្ញុំជាស្វាមីរបស់នាងអាយ៉ាពិតជាម្ចាស់ស្ត្រីមែនម្ចាស់ក្ត្រីមែនហើយម្ចាស់ក្ត្រីមានប្តីហើយខ្ញុំមិនទទួលយកទេល្អសុខចិត្តយកអាអ្នកស្រីនេះក៏មិនព្រមនៅជាមួយខ្ញុំគេមិនមែនជាមនុស្សអន់ឡើយយ៉ាងហោចណាស់ក៏គេស្មោះត្រង់ជាងឯងដែរល្អណាស់ថ្ងៃនេះយើងនឹងឲ្យឯងឃើញថាតើយើងហាន់ស្វាមីឯងឲ្យខ្លាចជាសាច់ជ្រូងដោយដើមម្ដងមួយយ៉ាងដូចម្ដេចគេគឺចៅជន់គេស្អប់បំផុតគឺអ្នកដែលមកដណ្ដើមមនុស្សដែលគេស្រឡាញ់ព្រះអង្គម្ចាស់នគរលីងម្នាក់រៀបការជាមួយសង្សារចាស់របស់គេត្រូវបានគេកំទេចអស់ក្រុង3ស្វាមីរបស់ព្រះនាងមានគ្រោះថ្នាក់ហើយអូមើលចុះខ្ញុំនឹកឃើញវិធីព្យាបាលបំពង់កែងហើយហេគ្រោះថ្នាក់ណាស់ពិតមែនហើយហឹងដែលកើតចេញពីអារម្មណ៍របស់បិសាចធំ6ភាគ10អនុភាពក៏ខ្លាំងក្លាដែរស្វាមីរូបនេះមិនអាចតបបានទាន់ពេលទេត្រូវចប់សពគ្រប់អស់ហើយច្បាស់ណាស់ថាហ៊ុញហ្វូសៀលជាងអាចសម្លាប់គេដោយដាវតែមួយបានហេតុអ្វីក៏គ្រាន់តែបំផ្លាញផ្ទាំងគំនូរនោះប្រហែលជាសម្រាប់គេការសម្លាប់មនុស្សគឺងាយស្រួលពេកហើយគេកំពុងតែលេងសើចជាមួយចំណីមិញនេះខ្ញុំបានបញ្ចេញកម្លាំងទាំងអស់ហើយដឹងទេថាខ្ញុំចំណាយពេលប៉ុន្មានទើបគូររូបនេះរួច
សងខ្ញុំវិញមកស្វាមីរបស់ព្រះនាងខឹងហើយលើកនេះពិតជាមានរឿងល្អមើលមិនខានវាជាមន្តយន្តកម្រិតឋានសួគ៌របស់រាជវង្សណាកពីងឡុងរាល់ការវាយប្រហារនឹងត្រូវចាំងត្រឡប់មកវិញ10 ដងកុំអីអ្នកកម្លាំងនេះព្រះបុត្រាសការៈលោកមិនអាចស្លាប់ទេព្រះបុត្រាសការៈតើលោកយ៉ាងម៉េចហើយលោកស្លាប់យ៉ាងម៉េចទេព្រះបុត្រាសការៈមានព្រះបុត្រាសការៈប្រើតែកម្លាំងកាយសុទ្ធសាធទាំងស្រុងប្រើកម្លាំងបំបែកមន្តវិជ្ជានោះជាមន្តយន្តកម្ពុជាដែលអាចជះត្រឡប់មកវិញនៅការវាយប្រហារពេញកម្លាំងនៃ6វិធីណាព្រះអង្គហត់នឿយហើយអរគុណអ្នកក្លាហានវ័យក្មេងសម្រាប់ការជួយអ្នកគឺជាអ្នកមានគុណរបស់ប្រទេសយើងទាំងមូលសូមអ្នកមានគុណទទួលការគោរពពីបរិសុទ្ធចំណាស់ម្នាក់នេះអរគុណព្រះអង្គអរគុណព្រះអង្គសូមទទួលការគោរពពីពួកយើងអរគុណព្រះអង្គកុំលោឡាអីព្រះអង្គសូមអរគុណលោកអ្នកមានគុណលោកអ្នកមានគុណរបស់នេះដូចជាមិនអាចផ្គុំចូលគ្នាវិញបានមែនដើមឡើយចង់ជូនវាទៅអ្នកដើម្បីឲ្យអ្នកអនុវត្តតាមវិធីការព្យាបាលរាងកាយអាសត្វតិរិឆានចង្រៃអញស្មានថាវាចប់ត្រឹមនេះមែនទេមកទៀតហើយគឺឆ្នាំងវិញ្ញាណរត់ឲ្យលឿនអាហាមានក្លិនអាយតនៈដ៏គួរឲ្យរន្ធត់កំពុងខិតជិតមកដល់ប្អូនស្រីឆាប់នាំអ្នកស្រុកចាក់ចេញទៅមុនមិនបានទេនេះគឺជាបញ្ជាឆាប់ទៅអញដឹងខ្លួនខ្លះហើយជាកិច្ចសន្យាដោយប្រលឹងម្ចាស់នៃរាជវាំងបាត់ដៃទាំង5នៃធေါ်សួរភ្នែកនៃចម្រៅចិត្តឆ្អឹងយិនមើលចំនួនអ្នកដែលមានឆ្អឹងបិសាចរកអ្នកឃើញហើយតើមានរឿងអ្វីកើតឡើងអ្វីនៅជុំវិញហាក់ដូចជារលីបាត់អស់មានអារម្មណ៍ថាម្នាក់នេះគឺជាចាក់វាលតែម្ដងសម្ពាធរបស់គេបានคล้ายជាអរូបីខ្ញុំមើលមិនធ្លុះពីកម្រិតសមត្ថភាពរបស់គេសោះប្រឈមមុខនឹងមនុស្សម្នាក់នេះតើមានឱកាសឈ្នះទេសូម្បីតែឱកាសរត់គេចក៏គ្មានដែរអ្នកនៅពីក្រោយអធិរាជដូនតាគឺគេម្នាក់នេះតើលោកមិនមែនជាតំណាងវិថីសុគទេហេតុអ្វីមកបង្ហាញខ្លួននៅទីនេះកាលនោះសំបីមេដឹកនាំធានឈៀងខួយក៏មិនមែនជាគូប្រជែងលោកដែរអញមានគ្រោះថ្នាក់ហើយអាប្អូនខ្លាបិសាច18ឆ្នាំពិតជាមានតម្លៃណាស់យើងនឹងចេញដែរហើយកិច្ចចេញពីខ្សែភ្នែករបស់លោកទៅតើវាអាចទៅរួចយ៉ាងដូចម្ដេចគ្រាន់តែមួយក្រឡេកសោះក៏បញ្ចេញសម្ពាធអ្នកខ្លាំងកម្រិតអាណាចក្រពិតបាត់ទៅហើយតើលោកជាអត្ថិភាពប្រភេទណាឲ្យប្រកាសទៅមិនអន់ទេសាកល្បងនេះមើលឯងខ្លាំងណាស់អាចទប់ទល់នឹងឆន្ទៈរបស់អញបានធေါ်ទាំងពួងវិលរកច្បាប់ដើមរូបកាយរបស់អ្នកពិតជាបានឈានដល់ចំណុចកំពូលនៃលោកនេះហើយគួរឲ្យស្ដាយអ្នកនៅមិនទាន់យល់ពីសន្តិភាពធ្នាប់ពិតប្រាកដនៅឡើយស្អីគេធម៌ពលរបស់គេនៅតែបន្តកើនឡើងអញចង់ដឹងថាឯងអាចទ្រាំទ្រនឹងសម្ពាធនៃច្បាប់ឋានសួគ៌នេះបានដែរឬទេមហាកាយអណ្ដើកនេះបានលើសពីដែនកំណត់នៃលោកនេះទៅហើយតាំងពីមុននេះមកហាក់ដូចជាស្ថិតក្នុងកន្លែងដ៏ត្រជាក់ស្រពោនកម្រើកមិនរួចតតែសោះនៅចំពោះមុខអត្ថភាពបែបនេះតើគួរធ្វើបែបណាទៅគេមកដើម្បីរកខ្ញុំទេសុំទោសដែលធ្វើឲ្យអ្នកជាប់ពាក់ព័ន្ធដែរណែតែខ្ញុំថាឯងខ្លាំងមិនមែនមានន័យថាឯង